ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជាការបង្ហាញថ្នាលបឋម PLP ថ្មីការបង្ហាញអំពីការចូលគណនេយ្យនៅពេលដែលយើងចូលមកដល់ទំព័រ page លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាមើលកន្លែងដែលមានដាក់ថាឈ្មោះអ្នកប្រើប្រាស់អញ្ចឹងឈ្មោះនេះនាងខ្ញុំធ្លាប់ចូលម្ដងហើយអញ្ចឹងមានឈ្មោះនាងខ្ញុំស្រាប់ប៉ុន្តែដល់ពេលដែលយើងបញ្ចូលយើងត្រូវវាយបញ្ចូលឈ្មោះរបស់លោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សទាំងអស់គ្នាឈ្មោះសម្រាប់អ្នកប្រើប្រាស់បន្ទាប់ពីវាយឈ្មោះអ្នកប្រើប្រាស់ចូលហើយយើងត្រូវមើលលេខសម្ងាត់ហើយលេខសម្ងាត់នេះផងដែរគឺលេខសម្ងាត់ដែលជាលេខផ្ទាល់ខ្លួនជាលេខសម្ងាត់ផ្ទាល់ខ្លួនដែលត្រូវចូលក្នុងគណនេយ្យអញ្ចឹងបន្ទាប់ពីយើងបំពេញរួចរាល់អស់ហើយយើងសូមចុចប៊ូតុងចូលគណនេយ្យដោយដែលនាងខ្ញុំបានបង្ហាញនៅពេលដែលចេញមកគឺឲ្យជ្រើសរើសថ្នាក់រៀនបានន័យថានាងខ្ញុំគឺកាន់2ថ្នាក់គឺថ្នាក់ទី1ខនិងថ្នាក់ទី1កអញ្ចឹងហើយលោកគ្រូអ្នកគ្រូអាចជ្រើសរើសថ្នាក់បានបើសិនជាយើងចង់ចូលទៅថ្នាក់ណាយើងនឹងជ្រើសរើសទៅថ្នាក់នោះអញ្ចឹងជាឧទាហរណ៍នាងខ្ញុំនឹងជ្រើសរើសយកថ្នាក់ទី1ខចាឥឡូវនេះគឺចូលដល់គណនេយ្យហើយប៉ុន្តែទេនឹងមានវីដេអូបន្តបន្ថែមទៀតអញ្ចឹងសូមអរគុណលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នា